សៀវភៅដើរតាមបេះដូងវគ្គទី5បើអ្នកមានច្រើនពេកវានឹងអស់សម្រាប់អ្នកដទៃហើយទេឬយើងនៅតែមានជំនឿចាស់គំរិលនិងឈួតលីលាមួយនេះតើមានប៉ុន្មានអ្នកនៅក្នុងចំណោមពួកយើងដែលធំដឹងក្តីមកនៅក្នុងជំនឿថាបើខ្ញុំមានទ្រព្យសម្បត្តិច្រើនអ្នកដទៃនឹងឈឺចាប់មិនខានព្រោះទ្រព្យសម្បត្តិនឹងហូរចូលមកឃ្លាំងរបស់ខ្ញុំអស់បើសាន់តាក្លូសជារទេះប្រហោចូលក្នុងផ្ទះរបស់អ្នកហើយទម្លាក់ប្រាក់$1,000,000នៅលើតុកាហ្វេរបស់អ្នកតើលុយ$1,000,000នេះស្ថិតនៅក្នុងដៃរបស់អ្នករហូតឬអត់ទេលុះត្រាតែអ្នកចាក់សោវាជាប់ដាក់ក្រោមគ្រែរបស់អ្នកដោយមិនចាយវាអ្វីសោះទៅវាស្ថិតនៅក្នុងដៃរបស់អ្នកជារៀងរហូតប៉ុន្តែតាមពិតគឺមិនដូច្នោះឡើយអ្នកលក់ឡាននឹងបានលុយនេះមួយចំណែកនៅពេលអ្នកយកវាទៅទិញឡានអ្នកដឹកជញ្ជូននឹងបានវាមួយចំណែកភពជានិយាយថាអ្នកលក់ផ្កាអ្នករត់តាក់ស៊ីនិងមនុស្សគ្រប់គ្នានៅជុំវិញខ្លួនអ្នកសុទ្ធតែទទួលបានមួយចំណែកនៃលុយ$1,000,000នេះប៉ុន្តែផ្ទុយមកវិញយើងភាគច្រើនបានធំដឹងក្តីនៅក្នុងជំនឿថាភាពមានបានគឺមិនល្អទេព្រោះវាដូចជាការស្រូបទាញទ្រព្យសម្បត្តិរបស់អ្នកដទៃមកដាក់ក្នុងឃ្លាំងរបស់ខ្លួននេះគឺជាជំនឿល្ងង់ខ្លៅមែនទែនបើអ្នកប្រើជាស្ដុកស្ដំវាមិនបណ្ដាលឲ្យនរណាម្នាក់ឈឺចាប់ឡើយផ្ទុយមកវិញវាបែរជាអាចជួយពួកគេទៅវិញទេបំពល់ខ្លួនឯងជីវិតគឺហាក់ដូចជាចម្លែកណាស់បើអ្នកប្រកែកមិនព្រមទទួលយកអ្វីក្រៅតែពីភាពអស្ចារ្យជាញឹកញាប់អ្នកនឹងទទួលបានតែភាពអស្ចារ្យបើចង់ឲ្យពិភពលោកប្រព្រឹត្តល្អចំពោះអ្នកត្រូវតែប្រព្រឹត្តល្អចំពោះខ្លួនឯងជាមុនសិនតើអ្នកអាចមានអារម្មណ៍ខ្លាំងក្លាអស្ចារ្យដើម្បីផ្សព្វផ្សាយឥទ្ធិពលលើគេយ៉ាងម៉េចអីទៅបើនៅគណៈនេះអ្នកដឹងខ្លួនឯងថាសូម្បីតែខោស្លីបរបស់អ្នកក៏កំពុងតែរហែកគូតដែរនោះ Fred និយាយថាវាគ្មានបញ្ហាទេទោះបីជាខោស្លីបរបស់ខ្ញុំរហែកគូតក៏ដោយព្រោះគ្មាននរណាមួយមើលឃើញវាផងប៉ុន្តែ Fred លោកឃើញវាដឹងវាហើយខ្លួនប្រាណរបស់លោកក៏ទទួលអារម្មណ៍នេះផងដែរលោកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឲ្យខ្លួនឯងមានអារម្មណ៍ស្រស់ស្រាយជាពិសេសឡាប់បានបើលោកគ្មានមោទនភាពចំពោះខ្លួនឯងទេពេលនោះនឹងគ្មាននរណាមួយផ្ដល់ភក្ដីភាពឲ្យលោកឡើយបរិស្ថាននៅក្នុងផ្ទះរបស់យើងគឺពិតជាប៉ះពាល់ផ្លូវអារម្មណ៍របស់យើងមែនទែនចូលបង្កើតកន្លែងមួយដែលអាចលើកទឹកចិត្តអ្នកបានដោយគ្រាន់តែអ្នកដើរដល់មាត់ទ្វារប៉ុណ្ណោះចូលផ្ដល់ឲ្យផ្ទះរបស់អ្នកនៅការតុបតែងមួយយ៉ាងស្រស់សង្ហាចូលចរចាជាមួយនឹងម្ចាស់ផ្ទះជួលដោយសុំគាត់នៅសម្ភារៈផ្សេងដូច្នេះអ្នកអាចចាប់ផ្ដើមតុបតែងនិងលាបថ្នាំផ្ទះល្វែងរបស់អ្នកឲ្យស្រស់បំព្រងរបៀបរៀបរយគឺមិនមែនជាការខ្ជិះខ្ជាយនោះទេការរស់នៅក្នុងបន្ទប់ឈ្នួលតែមួយបន្ទប់ដែលមានបរិស្ថានស្អាតបាតនិងមានរបៀបរៀបរយគឺល្អជាងរស់នៅក្នុងផ្ទះវីឡាដែលរញ៉េរញ៉ៃមានស្ត្រីម្នាក់ចូលមកសួរភរិយារបស់ខ្ញុំថាជូលីតើខ្ញុំអាចធ្វើអ្វីបានបើខ្ញុំមានលុយតែ$20ប៉ុណ្ណោះដើម្បីតុបតែងបន្ទប់ជូលីឆ្លើយតបវិញថាអ្នកស្រីទិញអំបោះទៅចូរីករាយនឹងអ្វីដែលអ្នកកំពុងតែមានតើគ្នាយើងប៉ុន្មានអ្នកដែលធ្លាប់ដាក់សែនផ្លែប៉ោមនិងផ្លែចេកនៅក្នុងចានផ្លាស្ទិកចាស់ហើយមានស្នាមឆ្កូតគ្រប់កន្លែងថែមទៀតផងនោះពេលដែលចានថ្មផ្លេតថ្មីភ្លឺថ្លាបែរជាចាក់សោទុកនៅក្នុងទូទៅវិញពេលយើងស្លាប់ទៅយើងទុកចានភ្លឺថ្លាទាំងអស់នោះឲ្យកូនរបស់យើងហើយពួកគេធ្វើឲ្យវាបែកបាក់ដោយមិនខ្ចីខ្វល់អ្វីឡើយឥឡូវខ្ញុំចង់ផ្ដល់ដំបូន្មានឲ្យលោកអ្នកទៅចោះបើលោកអ្នកមានរបស់ស្រស់ស្អាតចូលប្រើប្រាស់វាឲ្យបាក់បែកដោយខ្លួនឯងទៅខ្ញុំមានមិត្តម្នាក់គាត់ទិញឡានម៉ាក Volvo ហើយគាត់ចង់រក្សាវាឲ្យល្អដើម្បីលក់ទៅវិញបានថ្លៃដូច្នេះគាត់យកកម្រាលពូកចាស់ៗមកគ្របលើកៅអីទាំងអស់របស់ឡានវាជាគំនិតល្អមែនប៉ុន្តែនៅពេលអ្នកជិះឡានថ្មីនោះអ្នកមានអារម្មណ៍ហាក់ដូចជាកំពុងជិះលើម៉ាស៊ីនបោកខោអាវអញ្ចឹងខ្ញុំរៀនច្រើនណាស់ពីភរិយារបស់ខ្ញុំជូលីអំពីបញ្ហាទាំងអស់នេះទស្សនវិជ្ជារបស់នាងគឺថ្នាក់ថ្នមខ្លួនផ្ដល់អាហារបំពន់ឲ្យគ្រប់គ្រាន់ដល់ខ្លួនប្រាណរក្សាផ្ទះសម្បែងឲ្យស្អាតបាតពេលនោះអ្នកនឹងមានអារម្មណ៍ថាជីវិតរបស់អ្នកដូចជាមានរាសីហើយទទួលបានប្រសិទ្ធពរជ័យពីទេវតានេះគឺជាសម្ដីរបស់នាងរបស់នីមួយៗតែងតែជះឥទ្ធិពលលើគ្នាទៅវិញទៅមករបៀបដែលអ្នកដើរគឺជាឥទ្ធិពលលើរបៀបដែលអ្នកនិយាយរបៀបស្លៀកពាក់ជះឥទ្ធិពលលើអារម្មណ៍របស់អ្នកពេលអ្នកផ្ដល់ការយកចិត្តទុកដាក់ចំពោះខ្លួនឯងអ្នកក៏ផ្ដល់ការយកចិត្តទុកដាក់នេះចំពោះអ្នកដទៃផ្សេងនាងគឺជាមនុស្សខ្ញុំស្គាល់តែម្នាក់គត់ដែលពាក់ទ្រនាប់ស្មានៅក្រោមសម្លៀកបំពាក់គេងយប់របស់នាងហើយសម្លៀកបំពាក់គេងនោះគឺធ្វើអំពីសូត្រដោយសារបានបំពុលខ្លួនឯងឲ្យវិលវល់យូរបន្តិចទៅហើយអ្នកក៏និយាយថាតើការបំពន់ខ្លួនឯងវាតាក់ទងអីទៅនឹងការសម្រេចគោលដៅក្នុងជីវិតគឺតាក់ទងពេញទីបើយើងមានអារម្មណ៍ស្ដុកស្ដំដោយទ្រព្យសម្បត្តិយើងនឹងស្រូបទាញភាពស្ដុកស្ដំទ្រព្យសម្បត្តិមកកាន់តែច្រើន Fred និយាយថា
នៅពេលខ្ញុំជោគជ័យខ្ញុំនឹងលះបង់ទម្លាប់រស់នៅដូចជាសត្វកណ្តុរនេះចោលខុសហើយ Fred ដើម្បីជោគជ័យលោកត្រូវតែចាប់ផ្ដើមរស់នៅដូចជាមនុស្សជោគជ័យម្នាក់លោកត្រូវតែមានអារម្មណ៍ថាខ្លួនកំពុងតែជោគជ័យចាប់ពីពេលនេះតែម្ដងគំនិតសំខាន់ភាពស្ដុកស្ដំគឺមិនសំដៅលើរឿងលុយកាក់នោះឡើយវាសំដៅលើរបៀបរបបរស់នៅរបស់យើងឯនេះវិញទេវាមិនមែនបណ្ដាលមកពីកត្តាដែលកើតលើអ្នកនោះទេប៉ុន្តែវាបណ្ដាលមកពីរបៀបដែលអ្នកមើលមកវាមានរឿងព្រេងមួយក្រោមចំណងជើងថា Alchemy និពន្ធឡើងកាលពីយុគសម័យកណ្ដាលដែលរឿងនេះស្ដីអំពីមនុស្សមួយចំនួនឲ្យឈ្មោះថាអ្នកផ្សំមាសព្រោះពួកគេមានសមត្ថភាពអាចបំបែកសំណឲ្យក្លាយជាមាសបានជំនាញល្អបើអ្នកចេះជំនាញនេះវាពិតជាល្អខ្លាំងណាស់កតិអប់រំមួយនៅក្នុងរឿងនេះគឺត្រង់ថាយើងម្នាក់ត្រូវតែក្លាយជាអ្នកផ្សំមាសគឺដើម្បីមើលអ្វីៗឲ្យធ្លុះផ្ទៃខាងក្រៅពោលគឺមើលឲ្យឃើញតម្លៃខាងក្នុងរបស់វាកាតព្វកិច្ចប្រចាំថ្ងៃរបស់យើងគឺត្រូវទទួលយកស្ថានភាពនានាដែលមើលដូចជាស្ថានភាពអាក្រក់ដូចជាការខកដំណើរយន្តហោះការគ្រោះថ្នាក់ចរាចរណ៍ការលេងលះគ្នាភាពត្រកួលបោះបោករបស់អ្នកបម្រើជាដើមហើយបន្តមកផ្លាស់ប្ដូរស្ថានភាពអាប់អួរទាំងនោះឲ្យទៅជាសំណាងល្អឡើងវិញតើការនេះមានន័យថាអ្នកត្រូវតែបួងសួងឲ្យជើងបាក់នៅថ្ងៃណាមួយឬមិនមែនទេប៉ុន្តែបើថ្ងៃណាមួយជើងរបស់អ្នកបាក់មែននោះចូលអ្នកស្វែងរកឱកាសល្អចេញអំពីវាគ្រោះអាក្រក់នេះអ្នកប្រហែលនិយាយថាតើទង្វើបែបនេះធ្វើអ្វីល្អខ្លះបានចំពោះខ្ញុំវានឹងជួយអ្នកបានជាច្រើនកម្រិតខុសៗគ្នាអ្នកនឹងប្រែជាអរគុណចំពោះអ្វីៗដែលជីវិតផ្ដល់មកឲ្យអ្នកនឹងប្រែជាមានសន្តិភាពផ្លូវចិត្តឬអ្នកនឹងប្រែអង្គុយនៅកណ្ដាលទូកនៃជីវិតជាជាងដាក់ជើងរាទឹកមនុស្សទូទៅនិយមនិយាយថាធ្វើបែបហ្នឹងគឺល្ងងណាស់វាមើលទៅវិជ្ជមានហួសហេតុពេកទេនិយាយអញ្ចឹងខុសហើយនៅពេលអ្នកបន្ធូរបន្ថយឬបញ្ឈប់តែម្ដងនៅប្រតិកម្មរបស់អ្នកទៅនឹងគ្រោះអាក្រក់ដែលកើតឡើងដោយចៃដន្យឬដោយមិនបានដឹងមុនពេលនោះអារម្មណ៍របស់អ្នកនឹងប្រែជាមានតុល្យភាពហើយអ្នកអាចតាំងខ្លួនឲ្យមានធម៌ពលឬអំណាចខ្ពស់បានថែមទៀតផងដរាបណាអ្នកនៅតែមមាញគិតឬមានផ្នត់ជំនឿជឿថាមានគ្រោះអាក្រក់មួយនៅក្នុងជីវិតរបស់អ្នកគ្រោះអាក្រក់នោះនឹងបង្ហាញខ្លួននៅក្នុងរូបភាពអាក្រក់ផ្សេងជាបន្តមិនចេះឈប់ឡើយចូលឧបមាថាអ្នកបានលែងលះប្រពន្ធថ្មីនេះហើយជាលទ្ធផលអ្នកកំណត់ជីវិតរបស់អ្នកកំពុងស្ថិតនៅក្នុងភាពមហន្តរាយដរាបណាអ្នកប្រកាន់នៅជំនឿនេះជីវិតរបស់អ្នកនឹងបន្តស្ថិតនៅក្នុងស្ថានភាពបែបនេះជានិច្ចតើខ្ញុំកំពុងតែនិយាយថាខណៈពេលដែលអាកប្បកិរិយារបស់អ្នកកំពុងស្ថិតនៅក្នុងភាពអវិជ្ជមានអ្នកនឹងមិនអាចធ្វើអ្វីបានឡើយដើម្បីធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងឬត្រូវមួយចំណែកប៉ុន្តែនៅមានមួយចំណែកបន្ថែមទៀតនៅក្នុងទ្រឹស្ដីនេះគឺដរាបណាអ្នកមើលឃើញតែគ្រោះអាក្រក់អ្នកនឹងស្រូបទាញគ្រោះអាក្រក់បន្ថែមទៀតមកចាក់បង្កក្នុងជីវិតរបស់អ្នកមនុស្សជាទីស្រឡាញ់នឹងធ្វើឲ្យអ្នកកាន់តែខកចិត្តចៅហ្វាយរបស់អ្នកនឹងធ្វើឲ្យអ្នកកាន់តែស្មុគស្មាញគ្រោះថ្នាក់នឹងរកអ្នកតតែឃើញម្ចាស់ផ្ទះជួលនឹងបណ្ដេញអ្នកពោលគឺអ្វីហាក់ដូចជាធ្លាក់ចុះដោយកម្មចិន្តាអញ្ចឹងព្រឹត្តិការណ៍អាក្រក់ឬល្អនឹងបង្ហាញខ្លួនដោយការរំពឹងដែលអ្នកសន្វាយទុកនៅក្នុងខួរក្បាលខណៈពេលដែលអ្នកផ្លាស់ប្ដូរជំនឿអំពីស្ថានភាពអ្វីមួយគំនិតថ្មីរបស់អ្នកនឹងស្រូបទីមនុស្សថ្មីនិងព្រឹត្តិការណ៍ថ្មីផងដែរគំនិតសំខាន់រាល់គ្រោះអាក្រក់នីមួយៗនៅក្នុងជីវិតរបស់អ្នកតាមពិតទៅគឺមិនមែនជាគ្រោះដែលកើតមកដើម្បីសម្លាប់អ្នកនោះទេវាគ្រាន់តែជាព្រឹត្តិការណ៍មួយដែលចូលមកលើកទឹកចិត្តអ្នកឲ្យផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកពេលមើលមកវាតែប៉ុណ្ណោះអ្នកប្រហែលជានិយាយថាប៉ុន្តែតើទ្រឹស្ដីនេះអាចជួយពេលខ្ញុំឈឺជួយបង់ថ្លៃវិក័យប័ត្រនិងជួយប្តីប្រមុខស្រារបស់ខ្ញុំបានទេប្រកាសជាបានជីវិតគួរតែពោរពេញដោយសេចក្តីរីករាយមានស្ត្រីម្នាក់និយាយដាក់ខ្ញុំថាពេញមួយជីវិតរបស់ខ្ញុំមិនដែលមានឱកាសធ្វើអ្វីដែលខ្ញុំចង់ធ្វើឡើយស្ដាប់មើលទៅវាហាក់ដូចជានាងកំពុងតែនិយាយថាខ្ញុំបានលះបង់ខ្ញុំកំពុងរងទុក្ខកាលនោះខ្ញុំគិតថាទុក្ខសោកម្លេះទេជីវិតគឺសមនឹងទទួលសេចក្តីរីករាយបាក់សាបាក់សីក្រោកឡើងហើយច្រៀងជារៀងរាល់ថ្ងៃកូនងាសើចដោយគ្មានហេតុផលអ្វីឡើយចូលមើលត្រីដូហ្វីនចូលមើលសត្វឆ្កែដែលកំពុងតែលេងទឹកតើនរណាគេដែលនិយាយថាជីវិតគឺគ្មានក្តីរីករាយវាគឺជាពិភពដែលពោរពេញដោយភាពសប្បាយរីករាយបើអ្នកបានទទួលគេដំណើរជាផ្នត់គំនិតដែលគិតថាជីវិតគឺទុក្ខចូលស្វែងយល់ថាវាមានន័យដូចម្ដេចវាគ្រាន់តែជាផ្នត់ជំនឿតែប៉ុណ្ណោះហើយអ្នកអាចរុះរើផ្នត់ជំនឿនេះឡើងវិញបានចូលចំណាយពេលវេលាខ្លះដើម្បីធ្វើអ្វីមួយព្រោះវាគឺជាសកម្មភាពសប្បាយរីករាយចូលខំប្រឹងធ្វើការឲ្យមែនទែនធ្វើរហូតដល់ឆ្អឹងរបស់អ្នកស្រែកឡើងថាជីវិតគឺជាការតស៊ូចូលអត់ធ្មត់ព្រោះការធ្វើឲ្យជីវិតរីករាយក៏ជានិច្ចកាល
ត្រូវការអនុវត្តជាប្រចាំដែរនៅពេលជីវិតមានរសជាតិផ្អែមល្ហែមហើយសំឡេងតូចឆ្មារនៅក្នុងចិត្តនឹងនិយាយថាវាមិនអាចគង់វង្សរហូតឡើយដូច្នេះចូលប្រាប់ខ្លួនឯងថាប្រហែលបន្តិចទៀតនេះវានឹងល្អប្រសើរឡើងវិញមិនខាន